មានប្អូនស្រីម្នាក់គាត់មានកូនតូចអាយុប្រហែលជា2-3ឆ្នាំគាត់ឆានមកសួរខ្ញុំថាតើគួរតើឲ្យកូននឹងចូលរៀនអាយុប្រហែលដែរសម្រាប់បទពិសោធន៍ផ្ទាល់របស់ខ្ញុំតែម្ដងខ្ញុំអត់ focus ទៅលើអាយុរបស់កូនប្រហែលទេសំខាន់មើលថាកូនយើងគាត់ ready ក្នុងការចូលរៀនហើយនៅដោយមើលទៅលើថាតើកូនយើងអាចចេះនិយាយទំនាក់ទំនងជាមួយអ្នកដទៃប្រាប់ពីអ្វីដែលខ្លួនចង់បានចេះបដិសេធចេះប្រាប់ពីការចូលចិត្តមិនចូលចិត្តរបស់ខ្លួនអញ្ចឹងណាហើយមើលថាកូនយើងគាត់ចេះមើលថែខ្លួនសម្រាប់ជីវិតប្រចាំថ្ងៃរបស់គាត់បាននៅដូចជាតើគាត់អាចញ៉ាំបាយខ្លួនឯងបានអត់ចេះចូលបន្ទប់ទឹកខ្លួនឯងបាននៅចេះលាងដៃចេះអីនៅអញ្ចឹងណាហើយរឿងដែលសំខាន់មួយទៀតគឺថាយើងជាម៉ាក់ប៉ាហ្នឹងមានពេលវេលាមើលថែកូនអត់អាចបរៀនកូនបានអត់បើថាម៉ាក់ប៉ាចតរវល់ធ្វើការទាំងពីរអ្នកប្រឹងរលុយទាំងពីរអ្នកហើយចំអញ្ចឹងគឺយើងត្រូវទៅយកកូនដាក់សាលាហ្នឹងឯងយកកូនទៅរៀននៅសាលាម៉ាតេគាត់នឹងទទួលបានចំណេះដឹងទូទៅផ្នែកទំនាក់ទំនងសង្គមខាងក្រៅគាត់ចេះចែករំលែកចេះផ្ដល់ក្តីស្រឡាញ់មានសីលធម៌សុជីវធម៌ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជីវិតរបស់គាត់នៅពេលអនាគតណាសម្រាប់ខ្ញុំយកកូនចូលរៀននៅពេលដែលគាត់អាយុ2ឆ្នាំកន្លះចូលបងប្អូនទាំងអស់គ្នាយកកូនចូលរៀននៅអាយុប្រហែលដែរកុំភ្លេចជួយ comment ប្រាប់ខ្ញុំផងណា